បើលោកនាងជាទីមេត្រីយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែននៅកម្ពុជាថៃឯនេះវិញយើងឃើញថាអ្នកខ្លំមើលបានរិះគន់ថាក្រសួងការបរទេសកម្ពុជាហាក់ដូចជាមានភាពអសកម្មនិងកំពុងតែជួយបិទបាំងភាពកំសោយរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតនៅក្នុងការដោះស្រាយបញ្ហាយោធាថៃឈ្លានពានទឹកដីកម្ពុជាបាទការលើកឡើងបែបនេះគឺក្រោយពីក្រសួងការបរទេសមិនបានដាក់ពាក្យប្តឹងយោធាថៃនោះទេដោយគ្រាន់តែចេញលិខិតប្រឆាំងទៅនឹងយោធាថៃដែលបានបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុដាក់ពង្រាយទូកុងតឺន័ររារាំងអ្នកភូមិមិនឲ្យត្រឡប់ទៅភូមិកំណើតវិញនឹងការសាងសង់លេនដ្ឋានច្រើននៅក្នុងតំបន់បឹងត្រកួននោះបាទយើងប្រកុលនីតិនេះជូនលោកប្រាជេវរាយការណ៍ជូនលោកអ្នកនាងដូចតទៅបាទលោកអ្នកនាងទី1ហើយដែលកងកម្លាំងប្រដាប់អាវុធឈរជើងការពារព្រំដែនបានប្តឹងថ្នាក់លើរបស់ខ្លួនក្រោយទទួលរងការចាត់ប្រកាន់ថាបានរត់ចោលជួរដោយប្រមានបញ្ឈរជើងនិងបញ្ឈប់មុខតំណែងនគរបាលការពារព្រំដែនម្នាក់ដែលបានអះអាងថាជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យគឺលោកសាន់សវណ្ណារីបានសរសេរនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី22ខែមករាដោយអះអាងថាលោកនិងយុទ្ធមិត្តរួមអាវុធចំនួន20នាក់បានរងការចាត់ប្រកាន់មួលបង្កាច់ញុះញង់ឲ្យមានការរើសអើងនិងគំរាមកំហែងវាយខ្នោះពីសំណាក់ស្នងការខេត្តគឺលោកសិតឡោះដោយចាត់ប្រកាន់ពួកលោកថាបានរត់ចោលសមរភូមិក្នុងពេលផ្ទុះសង្គ្រាមជាលើកទី2រវាងកម្ពុជាថៃក្រៅពីនេះលោកអះអាងទៀតថាលោកសិតឡោះបានធ្វើរបាយការណ៍ទៅកាន់អគ្គស្នងការនគរបាលជាតិឲ្យបញ្ឈរជើងនិងបញ្ឈប់មុខតំណែងរបស់ពួកលោកនិងបញ្ជាឲ្យមន្ត្រីក្រមអាវ៉ាតមិនឲ្យមកសួរសុខទុក្ខនៅពេលពួកលោកសម្រាប់ព្យាបាលបន្ទាប់ពីរងរបួសរាងកាយនិងផ្សែងពុលទៀតផងលោកសានសវណ្ណារីបានអះអាងថាក្នុងពេលសង្គ្រាមតាមព្រំដែនជាមួយថៃលោកបានដឹកនាំកងកម្លាំងទៅសមរភូមិក្នុងភូមិសាស្ត្រភូមិជោគជ័យរយៈពេល7ថ្ងៃ6យប់ទាំងដែលមិនទទួលបានការពន្យល់អំពីយុទ្ធសាស្ត្រភូមិសាស្ត្រពីថ្នាក់លើនោះឡើយលោកចោទថាការដឹកនាំរបៀបនេះគឺជាការរុញកងកម្លាំងនគរបាលឲ្យទៅស្លាប់នៅសមរភូមិដែលកត្តានេះបានបញ្ជាក់ពីការដឹកនាំដោយគ្មានការទទួលខុសត្រូវចំពោះអាយុជីវិតកងកម្លាំងថ្នាក់ក្រោមប៉ុន្តែបែរជាដាក់កំហុសនិងបំបាក់ទឹកចិត្តដល់កងកម្លាំងជួរមុខទៅវិញក្នុងសំណេរដែលភ្ជាប់ជាមួយរូបថតក្នុងឯកសណ្ឋានប្រយុទ្ធលោកសានសវណ្ណារីបានស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសសុខាជួយអន្តរាគមន៍និងរកយុត្តិធម៌ឲ្យអង្គភាពរបស់លោកទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកសិតឡោះនិងស្នងការរងលោកសានសវណ្ណារីដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី22ខែមករាតែទៅនឹងរឿងនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកទូចសុខាបានប្រាប់ទូរទស្សន៍អាស៊ីសេរីយ៉ាងខ្លីថាក្រសួងកំពុងស៊ើបអង្កេតរឿងនេះដោយសង្ឃឹមថាមិនមានករណីនេះកើតឡើងនោះឡើយបើតាមប្រភពពីមន្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យដែលថ្លែងសមិនបញ្ចេញឈ្មោះនិងសម្លេងបានប្រាប់ទូរទស្សន៍អាស៊ីសេរីថាបញ្ហានេះកើតឡើងចេញពីទំនាស់ផលប្រយោជន៍និងការប្រកាន់បពុនិយមដោយលោកអះអាងថាកាលពីចុងឆ្នាំ2025លោកសិតឡោះត្រូវបានមន្ត្រីថ្នាក់ក្រោមប្តឹងទៅក្រសួងមហាផ្ទៃឲ្យដកលោកចេញពីតួនាទីដោយចាត់ប្រកាន់ថាលោកដឹកនាំបង្កឲ្យមានអំពើពុករលួយខណៈលោកសានសវណ្ណារីវិញលោកបានយកតួនាទីជាមន្ត្រីនគរបាលទៅពង្រីកក្រុមហ៊ុនផ្ទះល្វែងរបស់លោកក្នុងក្រុងបាត់ដំបងជុំវិញរឿងនេះប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារលោកអ៊ុំសំអានបានជំរុញឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតករណីនេះដោយហេតុថាករណីនេះបានឆ្លុះបញ្ចាំងឲ្យឃើញអំពើពុករលួយនិងភាពកំសោយក្នុងវិស័យការពារជាតិរបស់កម្ពុជានៅក្នុងអង្គភាពជាមួយគ្នានឹងមានដំណោះជាមួយគ្នាក៏អាចថាបានក៏ប៉ុន្តែត្រូវមានការស៊ើបអង្កេតសិនណាហើយទាហានឬក៏នគរបាលយើងមួយចំនួននោះគឺថាឡើងបនស័កហ្នឹងក៏ដោយសារតែការសោកប៉ាន់មានលុយច្រើនសោកយកតំណែងអញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់អត់មានការមនោមដាលអត់ដែលឆ្លងកាត់ការតស៊ូមិនមែនឡើងបនស័កដោយសារការតស៊ូឯណាហើយមានទ្រព្យសម្បត្តិច្រើនទៀតអញ្ចឹងអត់ហ៊ានទៅច្បាំងជាមួយថៃអត់ហ៊ានពលិជីវិតដើម្បីជាតិទេតកតងរឿងសមរភូមិនៅភូមិព្រៃច័ន្ទនេះដែរទាហានឈរជើងនៅភូមិព្រៃច័ន្ទម្នាក់បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរដោយបារម្ភពីសុវត្ថិភាពបានអះអាងថានៅសមរភូមិនៅក្នុងតំបន់ភូមិជោគជ័យពិតជាមានកងកម្លាំងមួយចំនួនរត់ចោលជួរនិងខ្លះទៀតគេចទៅជួរខាងក្រោយលោកបានអះអាងថាពួកគេទាំងនោះភាគច្រើនជាទាហានឬប៉ូលីសដែលចូលតាមខ្សែនិងខ្លះទៀតជាអ្នកមានឋានៈនិងទ្រព្យសម្បត្តិលោកបញ្ជាក់ថាចំពោះកងកម្លាំងដែលរត់ចោលជួរនឹងត្រូវបានថ្នាក់លើលុបឈ្មោះចេញពីអង្គភាពអ្នកខ្លះខ្លាចមកពេលដែលគាត់ឡើងទៅវាយហ្នឹងគឺខ្លាចបាត់កិច្ចបាត់មកបើសម្រាប់មានជាការធម្មតាថ្នាក់លើគេមិនចង់ឲ្យយើងរត់ទេធម្មតាតែគាត់ថារឿងហ្នឹងជារឿងសោករបស់កងទ័ពហើយបើសិនអូថរ៉ាយើងតាំងនឹងទ័ពរត់ចោលជួរចឹងតោះនឹងវាបាក់ទឹកចិត្តកងទ័ពទាំងគេទាំងខ្ញុំភ័យគេរត់ហើយអញរត់ណាអញ្ចឹងតាមបើយើងរត់ហើយអ្នកណាបានអ្នកណាការពារទឹកដីរបស់យើងទាហានឈរជើងនៅភូមិជោគជ័យបានអះអាងថាភូមិសាស្ត្រតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនគឺជាតំបន់សមរភូមិប្រយុទ្ធក្តៅ
នឹងមានការប្រទែងប្រទង់គ្នាខ្លាំងរវាងកងទ័ពខ្មែរនិងកងទ័ពថៃដោយតំបន់នេះត្រូវបានកងទ័ពថៃបាញ់ផ្លោងដោយកាំភ្លើងធំកាំភ្លើងយន្តនិងរថក្រោះចូលទៅកាន់កាប់ជាច្រើនដងប៉ុន្តែត្រូវបានកងទ័ពខ្មែរវាយបកនិងដណ្ដើមកាន់កាប់មកវិញជាច្រើនលើករហូតកងទ័ពថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែករាប់សិបគ្រាប់ដែលបណ្ដាលឲ្យទាហានខ្មែរបាក់ទ័ពនិងរត់ចេញពីការបាញ់ប្រហាររបស់សត្រូវប្រភពបានអះអាងទៀតថាមូលហេតុដែលកងទ័ពខ្មែរបាក់ទ័ពនៅតំបន់សមរភូមិជោគជ័យគឺដោយសារកងកម្លាំងជំនួយត្រូវបានទ័ពថៃកាត់ផ្តាច់និងការចាញ់ប្រៀបលើយុទ្ធកររបស់ថៃខ្ញុំប្រាជ្ញាទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីខ្ញុំបាទសូមអធិស្ឋានលោកនាងបន្តិចសេចក្តីរាយការណ៍ដែលលោកនាងស្ដាប់អំបញ្ញមិញរបស់លោកប្រាជ្ញានេះគឺតាក់ទងទៅនឹងរឿងដែលស្នងការនគរបាលខេត្តបន្ទាយមានជ័យគឺលោកសិទ្ធឡោះរងការចោទថាបានចោទប្រកាន់កូនចៅរបស់គាត់ថារត់ចោលសមរភូមិនៅក្នុងពេលដែលមានការផ្ទុះអាវុធជាមួយខាងភៀកគីថៃនោះហើយខាងប៉ូលីសដែលស្ថិតនៅក្រោមអាវ៉ាតរបស់លោកសិទ្ធឡោះនោះកំពុងតែស្វះស្វែងទាមទាររោគយុត្តិធម៌ពីសំណាក់ខាងក្រសួងមហាផ្ទៃនិងភៀកគីពាក់ព័ន្ធដទៃទៀតពួកគាត់នឹងបានបញ្ជាក់ថាពួកគាត់មិនមានបានរត់ចោលសមរភូមិទេដូច្នេះហើយលោកសិទ្ធឡោះនឹងគឺចេះតែចោទប្រកាន់កូនចៅខ្លួនឯងដោយមិនមានការដឹកនាំប្រកបដោយភាពត្រឹមត្រូវនោះទេដូច្នេះយើងនឹងបន្តរងចាំមើលករណីនេះបន្តទៅទៀតហើយសេចក្តីរាយការណ៍ដែលខ្ញុំបាទបានជម្រាបជូនលោកនាងអំបញ្ញវិញដែលថាតាក់ទងទៅនឹងរឿងក្រសួងការបរទេសកម្ពុជាហាក់ដូចជាមានភាពកំសោយហើយនឹងជួយលាក់បាំងនៅភាពកំសោយនៃការដឹកនាំរបស់រដ្ឋាភិបាលនោះគឺជាសេចក្តីរាយការណ៍របស់លោកឃុំចម្រើនទេគឺយើងឃើញថាអ្នកខ្លំមើលបានរិះគន់ក្រសួងការបរទេសថាអសកម្មនិងជួយបិទបាំងភាពកំសោយរបស់រដ្ឋាភិបាលរបស់លោកហ៊ុនម៉ាណែតនៅក្នុងការដោះស្រាយបញ្ហាថៃឈ្លានពានទឹកដីកម្ពុជានេះដូច្នេះសូមលោកនាងស្ដាប់សេចក្តីរាយការណ៍ពិស្ដាររបស់លោកឃុំចម្រើនដូចតទៅអ្នកខ្លំមើលនិងមន្ត្រីគណៈបកប្រឆាំងថាចាប់តាំងពីយោធាថៃបើការឈ្លានពានមកលើកម្ពុជាអស់ចំនួន2លើកមកក្រសួងការបរទេសកម្ពុជាហាក់គ្មានវិធានការអ្វីសោះក្រៅតែពីការចេញលិខិតថ្កោលទោសប្រឆាំងនិងអំពាវនាវឲ្យយោធាថៃបញ្ឈប់ការឈ្លានពាននិងការបំផ្លិចបំផ្លាញមកលើផ្ទះសម្បែងរបស់អ្នកភូមិបើទោះបីជាកម្ពុជាមានភស្តុតាងគ្រប់គ្រាន់ប្តឹងថៃទៅតុលាការអន្តរជាតិក្តីករណីនេះហើយបានជាអ្នកខ្លាំមើលសង្គមនិងនយោបាយរិះគន់ថាក្រសួងការបរទេសកម្ពុជាដែលដឹកនាំដោយលោកប្រាក់សុខុនគឺគ្រាន់តែជាស្ថាប័នគម្រប់កិច្ចចាំតែចេញលិខិតប្រឆាំងនឹងថ្កោលទោសថៃដើម្បីលួងលោមចិត្តប្រជាពលរដ្ឋកុំឲ្យខឹងសម្បានិងរដ្ឋាភិបាលគណៈបកកណ្ដាលអំណាចគណៈនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតរងការរិះគន់ថាជាមេដឹកនាំអសមត្ថភាពអ្នកច្បាប់និងជាអ្នកវិភាគឯករាជ្យលោកវ៉ាន់ចាន់លូតប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី22ខែមករាថាការដែលភាគីកម្ពុជាចេញលិខិតប្រឆាំងនឹងទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាជាថ្មីនេះគ្មានប្រសិទ្ធភាពនោះទេព្រោះថាយោធាថៃបានចាត់ទុកពួកគេថាជាអ្នកឈ្នះសង្គ្រាមឈ្លានពានកម្ពុជារីឯកម្ពុជាជាអ្នកចាញ់សង្គ្រាមដូច្នោះលោកថាគ្មានហេតុផលអ្វីដែលថៃមកស្ដាប់កម្ពុជានោះឡើយលោកចាត់ទុកការតវ៉ាទៅថៃនេះថាគឺគ្រាន់តែជារបៀបស្អំចិត្តពលរដ្ឋកុំឲ្យបន្តចាត់រដ្ឋាភិបាលថាមិនបានធ្វើអ្វីសោះការចេញលិខិតនេះគ្រាន់តែដើម្បីស្អំចិត្តប្រជាពលរដ្ឋប៉ុណ្ណោះដើម្បីកុំឲ្យខឹងខ្លាំងពេកចំពោះភាពបរាជ័យរបស់លោកហ៊ុនម៉ាណែតនៅក្នុងកិច្ចការពារដែនអធិបតេយ្យនិងបូរណភាពដីពីការឈ្លានពានរបស់ភេកគីថៃវាជារឿងគួរឲ្យសោកស្ដាយបំផុតដែលលោកហ៊ុនម៉ាណែតមិនបានបង្ហាញពីអរិយាប័ត្រនៃការទទួលខុសត្រូវចំពោះមុខប្រជាជាតិរបស់ខ្លួនសូម្បីតែការដាក់ពាក្យប្តឹងទៅកាន់តុលាការអន្តរជាតិការលើកឡើងនេះធ្វើឡើងក្រោយពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី21ខែមករាបានចេញសេចក្តីប្រកាសតវ៉ាប្រឆាំងនឹងយោធាថៃចំពោះទង្វើដែលដើរផ្ទុយទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលមានចែងក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីខែធ្នូឆ្នាំ2025ក្នុងនោះយោធាថៃបានធ្វើសកម្មភាពបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់អធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃទី19ខែមករារួមមានការតម្កល់រូបសំណាកព្រះពុទ្ធនៅលើទីតាំងរូបសំណាកបដិមាករព្រះវិស្ណុដែលត្រូវបានបំផ្លាញដោយយោធាថៃនៅតំបន់អានសេះខេត្តព្រះវិហារហើយការដាក់ពង្រាយកងទ័ររាំងផ្លូវអ្នកភូមិនៅតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យមិនឲ្យត្រឡប់ចូលទៅរស់នៅក្នុងភូមិកំណើតវិញមួយវិញទៀតយោធាថៃបានសាងសង់លានដ្ឋានដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់នៅតំបន់បឹងត្រកួនទៀតផងទន្ទឹមគ្នានេះកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់ចំពោះសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅនិងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្តនិងជឿជាក់ព្រមទាំងស្ដារសន្តិភាពរវាងប្រទេសទាំងពីរបន្ថែមពីនោះ
កម្ពុជាបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ហើយប្រកាន់ខ្ជាប់នៅគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយអ្នកភូមិរស់នៅតំបន់បឹងត្រកួនពួកគាត់បានត្រឹមតែដេកកើតទុកនៅពេលឃើញយោធាថៃបន្តរាយបណ្ដាលួសនិងដុតបំផ្លាញផ្ទះសម្បែងជាបន្តបន្ទាប់ក្នុងនោះអ្នកភូមិត្រពាំងសំរោងឃុំគោករមៀតកញ្ញាលោសុកប៉ៅបានលើកឡើងថាចាប់តាំងពីយោធាថៃកាន់កាប់តំបន់បឹងត្រកួនមកយោធាថៃបានបន្តដុតផ្ទះអ្នកភូមិចោលដោយគ្មានការខ្លាចរអាអ្វីនោះទេខណៈអ្នកភូមិបានត្រឹមតែដេកយំទួចចិត្តព្រោះមិនដឹងត្រូវធ្វើបែបណាចំណែករដ្ឋាភិបាលគ្មានវិធានការជាដុំកំភួនអ្វីសោះឃើញអញ្ចឹងទៅខ្ញុំវាវិន័យណាបងខ្ញុំវាធ្វើអីអត់បានណាពេញស្ងាត់ទៅអត់មានដំណោះស្រាយថាមានឲ្យពួកខ្ញុំប៉ុន្តែដូចជាមិនទាន់លើដំណឹងអីមកបងវាស្ងាត់ជ្រាបបដាយទៅអញ្ចឹងទៅខ្ញុំទ្រាំអត់បានខ្ញុំក៏ផុសទៅទោះបីជាសារហ្នឹងលើដល់គាត់បានឃើញឬមួយក៏អ្នកកាន់ខេករបស់សម្ដេចនឹងបានឃើញគាត់រាយការណ៍ទៅសម្ដេចឬអត់អាហ្នឹងរឿងរបស់គាត់មួយទៀតទៅតែសំខាន់ខ្ញុំចង់ឲ្យគាត់ឃើញពីការលំបាករបស់ខ្ញុំដែលខ្ញុំជាប្រជាពលរដ្ឋផ្ទាល់នៅតំបន់បឹងត្រកួនហ្នឹងជុំវិញរឿងនេះប្រមុខដឹកនាំស្ថាប័នអធិបតេយ្យព្រំដែននិងអន្តរប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23តុលាលោកអ៊ុំសំអានលើកឡើងថាការតវ៉ាប្រឆាំងថៃរបស់ក្រសួងការបរទេសគ្មានប្រយោជន៍ឡើយហើយករណីនេះគឺធ្វើគ្រាន់តែលាក់បាំងភាពកំសោយរបស់មេដឹកនាំត្រកូលហ៊ុនលោកហ៊ានភ្នល់ដាក់ជីវិតថាក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងប្រធានព្រឹទ្ធសភាលោកហ៊ុនសែនទឹកដីចំនួន41ទីតាំងដែលលោកអះអាងថាបានបាត់បង់ក្រោយចប់សង្គ្រាម21ថ្ងៃនិងពុំទទួលបានមកកម្ពុជាវិញនោះទេដរាបណាកម្ពុជាមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លោកអំពីវនីវឲ្យប្រជាពលរដ្ឋឈប់ជឿនយោបាយបោកប្រាស់ហើយនាំគ្នាតវ៉ាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិនោះជាជំរើសល្អបំផុតស្នើឲ្យលោកហ៊ុនសែនហ៊ុនម៉ាណែតនឹងរកដីផ្សេងកន្លែងផ្សេងហ្នឹងធ្វើផ្ទះធ្វើសម្បែងឲ្យនៅទៅអាហ្នឹងវាល្អជាងព្រោះខ្ញុំហ៊ានផ្ដល់ដាក់ជីវិតទៅគឺថាដី40ទីតាំងហ្នឹងបើតកូលហ៊ុនកាន់អំណាច 100% អាចទាមទារបាននោះទេតើមានដំណំថ្មីដែលគេមានសមត្ថភាពដើម្បីប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹងទើបអាចទទួលបានដីនោះវិញហើយបើសិនជាតកូលហ៊ុនកុំថាឡើយ1ឆ្នាំ2ឆ្នាំ10ឆ្នាំ20ឆ្នាំទៀតក៏មិនអាចទាមទារទឹកដីនោះបានមកវិញនោះដែរទោះជាយ៉ាងណាចាប់តាំងពីយោធាថៃបានឈ្លានពានកម្ពុជាមកគេឃើញថាទាំងមន្ត្រីគណៈបកប្រឆាំងនៅក្នុងស្រុកនិងក្រៅស្រុកនិងប្រជាពលរដ្ឋគ្រប់និន្នាការនៅតាមបណ្ដាប្រទេសនានាដូចជាសហរដ្ឋអាមេរិកអូស្ត្រាលីជប៉ុនកូរ៉េខាងត្បូងនិងប្រជាពលរដ្ឋនៅប្រទេសបារាំងជាដើមបាននាំគ្នាតវ៉ាប្រឆាំងនឹងអំពើឈ្លានពានរបស់យោធាថៃមកលើកម្ពុជាទន្ទឹមគ្នានោះពួកគេបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាត្រូវប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំប្រទានអន្តរជាតិរួមនឹងប្តឹងទៅកាន់ហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ព្រោះយល់ថាមានតែជំរើសមួយគត់ដែលកម្ពុជាឈ្នះភាគីថៃដោយសន្តិវិធីប៉ុន្តែទោះជាយ៉ាងណាមកទល់ពេលនេះរដ្ឋាភិបាលកម្ពុជាហាក់គ្មានជំហរច្បាស់លាស់ក្នុងការប្តឹងថៃទៅតុលាការអន្តរជាតិដែលធ្វើឲ្យប្រជាពលរដ្ឋខកចិត្តជាខ្លាំងហើយបន្តរិះគន់រដ្ឋាភិបាលថាជាជនកំសាកគិតតែពីអំណាចជាជាងប្រយោជន៍ជាតិខ្ញុំបាទហ៊ុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីតាក់ទងទៅនឹងរឿងឃាតកម្មទៅលើលោកជាវិជាកាលពី22ឆ្នាំមុននោះវិញមកដល់ពេលនេះខាងសង្គមស៊ីវិលសហជីពនិងគណៈបកក្រៅរដ្ឋាភិបាលនៅតែបន្តទទូចឲ្យរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនចាប់ខ្លួនឃាតករនិងអ្នកនៅពីក្រោយខ្នងនៃការរៀបចំផែនការសម្លាប់លោកជាវិជានេះបាទការអំពាវនាវនេះគឺធ្វើឡើងនៅក្នុងខួប22ឆ្នាំនៃឃាតកម្មទៅលើលោកជាវិជាដែលជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបាទលោកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះគឺស្ដារនៅពេលបន្តិចទៀតនេះហើយយើងក៏នឹងមានភ្ញៀវមួយរូបចូលរួមផ្ដល់បទសម្ភាសន៍បន្ថែមតាក់ទងទៅនឹងឃាតកម្មទៅលើលោកជាវិជានេះដែរនោះគឺលោករងឈុនបាទលោករងឈុនគឺជាសហការីនិងជាមិត្តភក្តិដ៏ជិតស្និទ្ធមួយរូបរបស់លោកជាវិជាយើងចង់ដឹងថាសាច់រឿងនេះយ៉ាងណានោះយើងនឹងមានលោករងឈុនចូលមកផ្ដល់បទសម្ភាសន៍បន្ថែមបាទដូច្នេះសូមលោកនាងរងចាំស្ដាប់កុំបីខានបាទសូមអរគុណបាទលោកនាងជាទីមេត្រីលោកនាងបានជ្រាបស្រាប់ហើយថាសង្គ្រាមរយៈពេលជាង20ថ្ងៃដែលប្រទេសថៃឈ្លានពានលើកម្ពុជានេះក្រៅតែពីបង្កឲ្យមានការបាត់បង់អាយុជីវិតប្រជាពលរដ្ឋហើយនិងទាហានខ្មែរជាច្រើននោះគឺថាក៏បាននាំមកនៅវិនាសកម្មដ៏ធំធេងមួយទៀតដែរនោះគឺការបាត់បង់ដីធ្លីផ្ទះសម្បែងនិងភូមិឋានរបស់អ្នកស្រុកយើងឃើញថាមកទល់ពេលនេះមានប្រជាពលរដ្ឋរាប់ពាន់គ្រួសារកំពុងតែរស់នៅក្នុងស្ថានភាពភៀសខ្លួននៅឡើយការរស់នៅរបស់ពួកគាត់មួយចំនួននោះគឺថាមានការស្នាក់នៅក្នុងតង់
ហើយមួយចំនួនទៀតគឺថាมันមានតង់ស្នាក់នៅទេមិនទាន់មានការរៀបចំឲ្យបានត្រឹមត្រូវពីសំណាក់អាជ្ញាធរនៅឡើយយើងឃើញថាមកទល់ពេលនេះប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារដែលកំពុងតែរងគ្រោះដោយសារតែសង្គ្រាមឈ្លានពានរបស់ថៃនេះកំពុងតែជួបទុក្ខលំបាកទ្វេដងបាទពួកគាត់ឲ្យដឹងថាការរស់នៅរបស់ពួកគាត់ពុំសូវមានផាសុកភាពនោះទេគឺដោយសារតែកង្វះអាហារហូបចុកទឹកស្អាតអនាម័យនិងទីជម្រកសមរម្យដែលបណ្ដាលឲ្យកើតជំងឺឆ្លងជាបន្តបន្ទាប់ខណៈដែលដំណោះស្រាយស្ដីអំពីរដ្ឋាភិបាលកម្ពុជានេះក៏បន្តស្ងាត់ឈឹងដែរបាទសូមលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍ជាវីដេអូអំពីរឿងនេះរបស់អ្នកស្រីសុជីវីនោះតទៅអស់រយៈពេល43ថ្ងៃហើយដែលជនពិសិដ្ឋរាប់ពាន់គ្រួសារនៅតាមខេត្តជាប់ព្រំដែនថៃដូចជាខេត្តបន្ទាយមានជ័យឧត្តរមានជ័យខេត្តព្រះវិហារនិងខេត្តពោធិ៍សាត់នៅមិនទាន់អាចត្រឡប់ទៅភូមិកំណើតវិញបានដោយសារតែផ្ទះអ្នកភូមិខ្លះស្ថិតនៅក្នុងតំបន់ក្រហមនិងអ្នកខ្លះទៀតត្រូវបានយោធាថៃកាន់កាប់ក្រោយពីសង្គ្រាម21ថ្ងៃបានចប់ក្នុងនោះខេត្តដែលមានជនភៀសសឹកច្រើនជាងគេគឺខេត្តបន្ទាយមានជ័យនៅក្នុងតំបន់ភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនស្រុកថ្មពួកអ្នកភូមិដែលកំពុងរស់នៅជំរំជនភៀសសឹកមកពីតំបន់បឹងត្រកួនភូមិត្រពាំងសំរោងឃុំគោករមៀតស្រុកថ្មពួកកញ្ញាលសុកប៉ៅប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី21ខែមករាថាស្ថានភាពជនភៀសសឹកឥឡូវនេះកាន់តែលំបាកទ្វេដងព្រោះថាអំណោយសប្បុរសជនក៏កាន់តែខើចមិនសូវមានដូចមុនបញ្ហានេះធ្វើឲ្យគ្រួសាររបស់កញ្ញាប្រឈមបញ្ហាខ្វះខាតអាហារហូបចុកទឹកស្អាតសម្រាប់បរិភោគចំណែកបង្គន់អនាម័យវិញមានចំនួនតិចតែអ្នកប្រើប្រាស់មានចំនួនច្រើនធ្វើឲ្យពួកគាត់ប្រឈមនឹងការជំងឺឆ្លងក្តៅខ្លួនផ្ដាសាយនិងក្អកព្រោះខ្វះអនាម័យទន្ទឹមគ្នានេះកញ្ញាថារាល់ថ្ងៃសឹងតែចង់រត់ចេញពីជំរំម្ដងព្រោះថាការរស់នៅក្នុងជំរំនេះគឺមានតែការចំណាយតែគ្មានចំណូលបន្ថែមពីនោះកញ្ញាថាជនភៀសសឹកភាគច្រើនមានអារម្មណ៍ធុញថប់និងស្មុគស្មាញនៅពេលគិតដល់អនាគតម្ដងកញ្ញាថាមកទល់ពេលនេះជាមួយខែហើយដែលបានចាក់ចេញពីភូមិកំណើតចំណែកដំណោះស្រាយពីរដ្ឋាភិបាលក៏គ្មានកញ្ញាថាពេលខ្លះហាក់មានអារម្មណ៍ថារស់ដូចស្លាប់ព្រោះលែងមានក្តីសង្ឃឹមអ្វីទៀតក្នុងជីវិតចំណែកផ្ទះសម្បែងនិងដីធ្លីត្រូវបានពួកយោធាថៃរំលោភយកអស់បើសិនជាបញ្ហាព្រំដែននឹងនៅតែអូសបន្លាយទៅនឹងទៅអញ្ចឹងទៀតខ្ញុំពិបាករស់នៅប្រហែលជាត្រូវបង្ខំចិត្តគិតពីផ្លូវផ្សេងអីទៀតហើយបងព្រោះបាក់នៅជាក់ស្ដែងដោយម៉ាក់ខ្ញុំអញ្ចឹងរាល់ថ្ងៃគាត់ត្រូវហូបថ្នាំរងាប់អារម្មណ៍បងហើយថ្នាំហ្នឹងទៅញ៉ាំហើយគាត់ធ្វើទុកគាត់ត្រូវការញ៉ាំទឹកច្រើនគាត់ត្រូវការចូលបន្ទប់ទឹកញឹកបញ្ហាទាំងអស់ហ្នឹងសុទ្ធតែខ្ញុំកំពុងតែជួបហើយគាត់នៅផ្ទះគាត់ទៅឈឺសន្លាក់ឈឺអីបងដល់ពេលមកណែទីតាំងតូចគេនៅហ្នឹងធ្វើបាយធ្វើទឹកញ៉ាំនៅហ្នឹងកលតែខ្លួនបន្តិចរីឯជនភៀសសឹកដទៃទៀតនៅតំបន់បឹងត្រកួនដែលបានប្រជុំគ្នាចំនួន4ភូមិមានភូមិត្រពាំងសំរោងភូមិថ្នោតបំបែកភូមិសាមគ្គីនិងភូមិមានរិទ្ធស្ថិតនៅក្នុងស្រុកថ្មពួកដែរនោះពួកគាត់បានលើកឡើងថានៅក្នុងជំរំភៀសសឹកនេះមានរឿងដ៏ឈឺចាប់មួយទៀតគឺនៅពេលដែលសប្បុរសជនបរិច្ចាគអំណោយអាជ្ញាធរបានប្រមូលដាក់ចូលទៅក្នុងឃ្លាំងរួមប៉ុន្តែពេលដែលយកមកបែងចែកដល់ជនភៀសសឹកគឺគ្មានតម្លាភាពនិងប្រកាន់បកពួកករណីនេះអ្នកខ្លះដែលពុំមែនជាបកពួកខាងអាជ្ញាធរពុំបានទទួលអំណោយនោះឡើយហើយបើបានទទួលក៏ក្នុងចំនួនតិចតួចបំផុតដូច្នេះពួកគាត់ទទូចឲ្យសប្បុរសជនបើយកអំណោយមកចែកដល់ជនភៀសសឹកសូមចែកដោយផ្ទាល់ដៃកុំដាក់ក្នុងឃ្លាំងព្រោះមានរឿងអយុត្តិធម៌ជាច្រើនចំណែកជនភៀសសឹកម្នាក់ទៀតដែលកំពុងរស់នៅក្នុងជំរំភៀសសឹកក្នុងបរិវេណវត្តច័ន្ទស៊ីនៅក្នុងស្រុកអូជ្រៅលោកព្រំចិត្តលើកឡើងថានៅក្នុងជំរំនេះមានជនភៀសសឹកជិត 2000 នាក់មកពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទលោកថាជនភៀសសឹកកំពុងតែជួបការលំបាកក្នុងការរស់នៅរួមដោយអារម្មណ៍តែតោលខណៈរស់មួយថ្ងៃគិតមួយថ្ងៃលោកបន្តថាពេលខ្លះគិតច្រើនពេកដេកពុំសូវលក់និងបារម្ភពីអនាគតកូនក្នុងបន្ទុកគ្រួសារមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតព្រោះផ្ទះនិងដីធ្លីត្រូវយោធាថៃយកអស់លោកថាបច្ចុប្បន្ននេះមានតែសង្ឃឹមលើរដ្ឋាភិបាលថាអាចជួយទាមទារដីធ្លីមកពីថៃមកវិញហើយបើពុំដូច្នោះទេពលរដ្ឋកាន់តែលំបាកសម្រាប់ខ្ញុំវិញគឺចង់សំណពររដ្ឋាភិបាលឲ្យបន្លឿនក្នុងការទីជំរកឲ្យបានពិតប្រាកដណាមួយអញ្ចឹងណាចង់បានតែប៉ុណ្្នឹងទេសម្រាប់ខ្ញុំវាអាចនឹងមានផលលំបាករឿងជំងឺឈឺស្កាត់នឹងឯងគ្រូហើយនឹងជីវភាពយើងវាកាន់តែដណ្ដាបទៅមុខអញ្ចឹងណារាជរដ្ឋាភិបាលទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងប្រធានអង្គភិបអ្នកនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី21ខែមករាតែទោះជាយ៉ាងណាកាលពីពេលកន្លងទៅលោករដ្ឋមន្ត្រីហ៊ុនម៉ាណែតធ្លាប់បានទទូចឲ្យជនភៀសសឹកទាំងអស់រក្សាភាពអត់ធ្មត់ហើយជឿជាក់លើរដ្ឋាភិបាលក្នុងការរកដំណោះស្រាយបញ្ហានេះដោយសន្តិវិធីជាពិសេសបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ផ្ទាល់ពីចំនួនព្រំដែន
ទោះជាបែបនេះក្តីអ្នកខ្លំមើលលើកឡើងថារដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកហ៊ុនម៉ាណែតកំពុងតែដើរដល់ផ្លូវទាល់ច្រកក្នុងការដោះស្រាយបញ្ហារឿងជនភៀសសឹកដែលមិនអាចត្រឡប់ទៅភូមិកំណើតវិញបានក្រោយពីយោធាថៃកាន់កាប់និងមិនព្រមចរចាទ្វេភាគីជាមួយកម្ពុជាក្នុងនោះអ្នកខ្លំមើលថាកម្ពុជាមិនអាចទាមទារដីពីថៃវិញបានឡើយប្រសិនបើកម្ពុជានៅតែបន្តប្រើយន្តការទ្វេភាគីដោយមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ តែទៅនៅរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងលើកឡើងថារដ្ឋាភិបាលគួរតែគិតគូរពីទុកលំបាករបស់ជនភៀសសឹកឲ្យបានដិតដល់ជាពិសេសត្រូវរៀបចំទីជម្រកអាហារហូបចុកទឹកស្អាតនិងបង្គន់អនាម័យឲ្យបានត្រឹមត្រូវទន្ទឹមគ្នានោះលោកថារដ្ឋាភិបាលក៏ត្រូវពន្លឿនដោះស្រាយបញ្ហាដីធ្លីនិងផ្ទះសម្បែងពលរដ្ឋឲ្យបានលឿនផងដែរនិងមិនត្រូវរក្សាភាពស្ងៀមស្ងាត់បែបនេះឡើយទីជំរកហ្នឹងគឺគួរតែឲ្យមានភាពសមរម្យឲ្យគាត់បន្តិចទៅគឺអាចនឹងជួយសម្រាប់ការរស់នៅរបស់គាត់នឹងបានកុំឲ្យគាត់ប៉ះពាល់ខាងផ្លូវចិត្តនឹងធ្ងន់ធ្ងរបាទនេះជារឿងសំខាន់ដែលខ្ញុំថាភាគីពាក់ព័ន្ធក៏ដូចជារដ្ឋាភិបាលលោកគួរតែពន្លឿនការដោះស្រាយជូនពួកគាត់ហើយនឹងគិតគូរអំពីការស្នាក់នៅហូបចុកនិងបញ្ហាសុខភាពអនាម័យអីគ្រប់បែបយ៉ាងរបស់ពួកគាត់អង្គការសិទ្ធិមនុស្សលីកាដូកាលពីថ្ងៃទី20ខែមករាបានលើកឡើងនៅក្នុងរបាយការណ៍រកឃើញថាក្រោយពីសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើកម្ពុជាមកចំនួនផ្ទះសម្បែងជាច្រើននៅក្នុងភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួននៅក្នុងខេត្តបន្ទាយមានជ័យត្រូវបានកងកម្លាំងប្រដាប់អាវុធថៃឈូសឆាយនិងបំផ្លិចបំផ្លាញចោលអស់ខ្ទេចខ្ទីហើយការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិលនេះគឺជាសកម្មភាពរំលោភលើអនុសញ្ញាទីក្រុងហ្សឺណែវនិងច្បាប់សិទ្ធិមនុស្សអន្តរជាតិនេះជាសុជីវីបាទលោកអ្នកនាងជាទីមេត្រីតកតងទៅនឹងរឿងសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃលើកម្ពុជានេះគឺថាយើងបានធ្វើសេចក្តីរាយការណ៍ច្រើនតកតងទៅនឹងសាច់រឿងនេះជាពិសេសយើងក៏មាននៅការធ្វើអត្ថាធិប្បាយការឡើងមកបកស្រាយផ្ទាល់ពីសំណាក់លោកថាថៃហើយនឹងវាគ្មិនជាច្រើនរូបទៀតផងដែរហើយអ្វីដែលយើងបានធ្វើទាំងអស់នេះប្រសិនបើលោកអ្នកនាងដូចថាអាចចង់ទៅអានឬក៏ចង់ទៅមើលមាតិកាព័ត៌មានអស់នឹងបន្ថែមទៀតនោះលោកអ្នកនាងអាចចូលទៅកាន់គេហទំព័ររបស់អាស៊ីសេរីក៏បានដែរគឺបច្ចុប្បន្ននេះគឺយើង website របស់យើងគឺ www.tfakhmer.org នេះគឺជាគេហទំព័ររបស់ទូរទស្សន៍អាស៊ីសេរីក្រៅពីនឹងទេលោកអ្នកនាងក៏អាចចូលទៅកាន់ Facebook របស់យើងគឺ TFA ខ្មែរ YouTube ក៏បានហើយយើងក៏មាន Instagram ផងដែរបណ្ដាញសង្គមទាំងអស់នេះគឺជួយឲ្យយើងអាចផ្សព្វផ្សាយព័ត៌មានច្រើនតាក់ទងទៅនឹងបញ្ហាគ្រប់ប្រភេទដែលកំពុងតែកើតមាននៅកម្ពុជាហើយការដែលលោកអ្នកនាងគ្រប់គ្រងទាំងអំបាលមកនេះហើយគឺជាកម្លាំងចិត្តជួយជំរុញឲ្យក្រុមការងាររបស់ទូរទស្សន៍អាស៊ីសេរីបានបន្តបេសកកម្មផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នកនាងដូច្នេះសូមលោកអ្នកនាងបើបានចុច like ឬមួយក៏ចុច subscribe អីហើយក៏អរគុណដែរហើយបើមិនទាន់ទេលោកអ្នកនាងក៏អាចចូលទៅចុច subscribe ឬមួយក៏ like share ការផ្សាយរបស់យើងទៅកាន់បងប្អូនទៅកាន់សាច់ញាតិនិងមិត្តភ័ក្តិរបស់លោកអ្នកនាងផងដើម្បីឲ្យជាកម្លាំងចិត្តមកដល់ក្រុមការងារទូរទស្សន៍អាស៊ីសេរីបាទសូមអរគុណ